ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទាមទារឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញមកដល់ថ្ងៃនេះរដ្ឋអំណាចកម្ពុជាបានចាប់សកម្មជនប្រឆាំងសួរចម្លើយនៅមុខតុលាការជិត30នាក់ហើយបានចាប់ពួកគេឃុំឃាំងជាង10នាក់ទាំងប្រជាជាតិខ្មែរទាំងអន្តរជាតិគេយល់ថាគឺជាការចាប់ចងដើម្បីបង្កើតអសន្តិសុខឬបង្កើតអស្ថិរភាពបំផិតបំភ័យប្រជាជាតិខ្មែរដើម្បីរក្សាអំណាចផ្ដាច់ការនៅកម្ពុជាដោយអាខ្វាក់ហ៊ុនសែននៅអាស៊ានអង្គការ APHO នៃលោក Charles Santiago បានសូមឲ្យកម្ពុជាបញ្ឈប់ការបំផិតបំភ័យបង្ក្រាបចាប់សកម្មជនបកប្រឆាំងដាក់គុកបែបនេះតែចម្លើយរបស់រដ្ឋអំណាចកម្ពុជាគឺគេគោរពច្បាប់តែគឺជាច្បាប់ដែលអាខ្វាក់ហ៊ុនសែនបង្កើតដើម្បីការពាររដ្ឋអំណាចផ្ដាច់ការរបស់វាជារួមតែនៅកម្ពុជាប្រជាជាតិខ្មែរត្រូវសុំច្បាប់អាខ្វាក់ហ៊ុនសែនឬដើម្បីផ្ដួលរំលំរបបផ្ដាច់ការចោល500សង្គមដេរឆានរបស់វាបែបនេះដូច្នេះប្រជាជាតិខ្មែរមានសិទ្ធិរំលំអាខ្វាក់ហ៊ុនសែនរំលំរបបផ្ដាច់ការពុំត្រូវអនុញ្ញាតឲ្យអាខ្វាក់ហ៊ុនសែនចាប់ប្រជាជាតិខ្មែរដាក់គុកសម្លុតបង្ក្រាបបំផិតបំភ័យបែបនេះទេដូច្នេះបដិវត្តការឈូកនៅកម្ពុជានឹងត្រូវតែកាត់មានជាដាច់ខាតព្រោះកម្ពុជាជាប្រទេសរបស់មនុស្សគឺរបស់ប្រជាជាតិខ្មែរពុំមែនជាព្រៃនៃសត្វដេរឆាននោះទេអ្វីៗដែលរដ្ឋអំណាចកម្ពុជាធ្វើគឺបំបិទសិទ្ធិសេរីភាពប្រជាជាតិខ្មែរជាមនុស្សជាតិហើយគេពុំអាចធ្វើបានជារហូតទេ C'est le naturel et le naturel revient au galop ព្រោះប្រជាជាតិខ្មែរជាមនុស្សជាតិពុំមែនជាសត្វដេរឆានឡើយហើយបដិវត្តការឈូកពុំត្រូវចរចាជាមួយរបបអាខ្វាក់ហ៊ុនសែនសត្វដេរឆានបែបនេះទេព្រោះបដិវត្តការឈូកគឺដើម្បីទាមទារសិទ្ធិសេរីភាពប្រជាជាតិខ្មែរជាមនុស្សជាតិដើម្បីកម្ពុជាមានឯករាជ្យសិទ្ធិសេរីភាពដូច្នេះបដិវត្តការឈូកនឹងកើតមានជាដាច់ខាតនៅកម្ពុជាដើម្បីប្រជាជាតិខ្មែរអាចអនុវត្តគោរពសិទ្ធិសេរីភាពអនុវត្តលទ្ធិប្រជាធិបតេយ្យយើងប្រមាលមើលឃើញថានៅកម្ពុជាដំណាក់កាលនៃបដិវត្តការឈូកគឺទី1ប្រជាជាតិខ្មែរត្រូវធ្វើឲ្យរបបផ្ដាច់ការនៃអាខ្វាក់ហ៊ុនសែននេះរង្គោះរង្គើជាដាច់ខាតទើបរបបផ្ដាច់ការនេះអាចធ្លាក់បែកបាក់ជ្រុះដោយផ្លែឈើទុំទី2ទើបរបបអាខ្វាក់នេះរលំរលាយទៅបានទី3ទើបប្រជាជាតិខ្មែរអាចកសាងប្រទេសជារបបនីតិរដ្ឋបានទី4ទើបប្រជាជាតិខ្មែរអាចបង្កើតស្ថាប័នការពារសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យជូនប្រជាជាតិខ្មែរគឺកសាងរបបសេរីដូចជានៅអឺរ៉ុបសហរដ្ឋអាមេរិកជប៉ុនកូរ៉េហ្វីលីពីនជាដើមយើងមានឧទាហរណ៍ជាបដិវត្តនានានៅក្នុងលោកដូចជានៅប្រទេសទុយនីស៊ីកាលពីឆ្នាំ2011ដែលប្រជាជនទុយនីស៊ីដេញលោកបេនណាលីរត់ទៅសុំសិទ្ធិភៀសខ្លួននៅប្រទេសអារ៉ាប៊ីសាអូឌីតហើយស្លាប់ថ្មីនេះក្នុងអាយុ83ឆ្នាំដូចជានៅប្រទេសលីប៊ីដែលប្រជាជាតិគេដេញកាដាហ្វីដូចជានៅអ៊ីរ៉ាក់ដែលប្រជាជាតិគេដេញសាដាមហ៊ូសែនដូចជានៅរូម៉ានីហើយនៅក្នុងប្រទេសទាំងអស់នេះប្រជាជាតិមានសិទ្ធិធ្វើបដិវត្តដោយពុំសុំយោបល់ពីរដ្ឋអំណាចនៃប្រទេសផ្ដាច់ការទាំងនោះឡើយដូច្នេះប្រជាជាតិខ្មែរពុំត្រូវការសុំច្បាប់អនុញ្ញាតពីរបបអាខ្វាក់ហ៊ុនសែនដើម្បីធ្វើបាតកម្មនៅក្នុងប្រទេសកម្ពុជាទេនៅក្នុងប្រទេសសេរីប្រជាជាតិគេមានសិទ្ធិធ្វើបាតកម្មដោយគ្រាន់តែធ្វើសម្បត្តិប្រាប់ពីកម្មវត្ថុនៃបាតកម្មដើម្បីរដ្ឋអំណាចប៉ូលីសនៅក្នុងប្រទេសនីមួយៗជួយការពារពុំមែនដើម្បីសុំច្បាប់អនុញ្ញាតឲ្យឬពុំឲ្យដោយរបបអាខ្វាក់ហ៊ុនសែននោះឡើយដូច្នេះបើប្រជាជាតិខ្មែរពុំងើបឬបំរាស់ទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានទាំងនេះបានទេនោះប្រជាជាតិខ្មែរនឹងក្លាយជាសត្វដេរឆានដដែលអ្នកដែលអាចរំលំរបបអាខ្វាក់ហ៊ុនសែនជនផ្ដាច់ការគឺប្រជាជាតិខ្មែរដែលរងគ្រោះបច្ចុប្បន្នទី1គឺទាហាននិងកងកម្លាំងប្រ
ប្រដាប់អាវុធដែលពុំអាចទ្រាំទ្រអយុត្តិធម៌នៅក្នុងមាតុភូមិរបស់គេបានទេទី2គឺប្រជាជាតិខ្មែរដែលរងគ្រោះជាកសិករយុវជនកម្មករពលករអ្នករដ្ឋការអាជីវករលក្ខទី3គឺសហគមន៍អន្តរជាតិផងដែរព្រោះគេខកចិត្តដែលកម្ពុជាពុំបានគោរពនៅអ្វីៗដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប៉ារីស$231991ដូច្នេះប្រជាជាតិខ្មែរកំពុងមើលឃើញសញ្ញាខ្លះនៅកម្ពុជាដែលជាវាសនាអាក្រក់នៃរបបអាខ្វាក់អ៊ុនសែនដាច់កាប់បច្ចុប្បន្នទី1គឺវាកំពុងភ័យខ្លាចហើយអ្វីដែលវាធ្វើគឺខុសពីវិចារណញ្ញាណជាមនុស្សទី2អ្វីដែលវាធ្វើគឺខុសតែខ្លាំងឡើងទោះជាវាមានបំណងថានឹងបំរើឆន្ទៈប្រជាជាតិខ្មែរជាថ្មីក៏ដោយក៏ពុំមានប្រសិទ្ធភាពដែរព្រោះជាការហួសពេលព្រោះអាខ្វាក់របបអាខ្វាក់វាបានធ្វើឲ្យប្រជាជាតិខ្មែររងទុក្ខវេទនាជាង40ឆ្នាំមកហើយទី3ប្រជាជាតិខ្មែរនឹងនាំគ្នាវាយសម្រុកព្រោះអស់ជំរឿអស់ជំនឿដើម្បីបញ្ចប់ទុក្ខវេទនារបស់ខ្លួនផងដើម្បីបញ្ចប់ជីវិតរបស់ផ្ដាច់ការនៃអាខ្វាក់ហ៊ុនសែនត្រូវអាខ្វាក់ហ៊ុនសែនក៏គេនឹងរត់ចោលរបបអាខ្វាក់ជាតិដាច់ខាតនៅពេលណាមួយទី4គឺជួយនឹងជាតិឱកាសរួចផ្លំព្រោះជាការសងសឹកទៅលើថ្នាក់ដឹកនាំទៅលើរបបប្រៃផ្សាយដេរិឆាននៅក្នុងអន្តរកាលតែអន្តរកាលនៃបដិវត្តការឈូកនឹងត្រូវតែបង្ក្រាបការឆ្លៀតឱកាសប្រព្រឹត្តអំពើស្មោកគ្រោកបែបនេះដើម្បីឲ្យប្រជាជាតិខ្មែរទទួលទំនុកចិត្តរួបរวมគ្នាបង្កើតរបបនីតិរដ្ឋមួយរបបថ្មីគឺជារបបនីតិរដ្ឋគោរពសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យគោរពតាមសេណារីយ៉ូនានាដូចជាសេណារីយ៉ូដែលកើតមាននៅប្រទេសទុយនេស៊ីនៅប្រទេសរូម៉ានីនៅប្រទេសអ៊ីរ៉ាក់នៅប្រទេសលីប៊ីនេះហើយជាគោលដៅជាចក្ខុវិស័យនៃបដិវត្តការឈប់អ្វីជាបបហេតុធ្វើឲ្យមានបដិវត្តការឈប់នៅកម្ពុជាគឺជាផលវិបាកនៃសង្គមដេរិឆានចៅ500ផ្ដាច់ការបច្ចុប្បន្នដែលអំណាចនានាស្ថិតនៅក្នុងកណ្ដាប់ដៃអាខ្វាក់ហ៊ុនសែនគឺមហាភយន្តរាយដែលធ្វើឲ្យកម្ពុជាទី1បាត់ទឹកដីបច្ចុប្បន្នគឺបាត់កោះត្រល់ហើយអាខ្វាក់កំពុងបោះបង្គោលព្រំដែនអយុត្តិធម៌ក្បត់ជាតិបំរើមហិច្ឆតាយួនហើយប្រជាជាតិខ្មែរដែលស្លាប់រាប់លានអ្នកពុំទាន់ទទួលបានយុត្តិធម៌និងសច្ចធម៌នៅឡើយទេប្រជាជាតិខ្មែរបច្ចុប្បន្នកំពុងបាត់បង់សិទ្ធិសេរីភាពពុំទទួលបានលទ្ធិប្រជាធិបតេយ្យរស់ក្រោមការជិះជាន់ដោយសត្វដេរិឆានក្នុងសង្គមដេរិឆាននៃរបបផ្ដាច់ការរបស់អាខ្វាក់ហ៊ុនសែនសំណួរសួរថាអ្វីជាដំណោះស្រាយហើយអ្នកណាជាអ្នកដោះស្រាយទី1បញ្ហានៅកម្ពុជាពុំមែនជាបញ្ហាដែលត្រូវដោះស្រាយដោយអាខ្វាក់ហ៊ុនសែនបកប្រជាជននិងសំរងស៊ីកែមសខាបកសង្គ្រោះចោលទេព្រោះ40ឆ្នាំហើយដែលអាខ្វាក់ហ៊ុនសែននៅកម្ពុជាបរាជ័យនៅចំពោះមុខមហិច្ឆតាអាណានិគមយួន28ឆ្នាំហើយដែលរាជានិយមបរាជ័យព្រោះបកប្រឆាំងគ្រប់គ្រងរាជានិយមទី2នេះដែលបកប្រជាជនអាខ្វាក់ហ៊ុនសែនយកធ្វើជាឈ្នន់ដើម្បីបំរើមហិច្ឆតាអាណានិគមយួននិងបំរើចក្រពត្តិសេដ្ឋកិច្ចចិនដូច្នេះគឺរបបអាខ្វាក់ហ៊ុនសែនដែលត្រួតត្រារាជានិយមទី2ជារួមបញ្ហានៅកម្ពុជាគឺត្រូវតែដោះស្រាយរវាងប្រជាជាតិខ្មែរគឺបដិវត្តការឈូកដែលប្រឆាំងនឹងអាណានិគមយួនប្រឆាំងចក្រពត្តិសេដ្ឋកិច្ចចិនប្រឆាំងរបបផ្ដាច់ការអាខ្វាក់ហ៊ុនសែនប្រឆាំងបកសង្គ្រោះចៅស៊ុងក្រលំក្បត់ជាតិគ្រប់គ្រងរាជានិយមទី2កញ្ជះយួនកញ្ជះចិនហើយដែលពួកវាប្រឆាំងគ្រប់គ្រងត្រពងបរទេសចិនយួនត្រពងអាខ្វាក់ហ៊ុនសែនហើយប្រជាជាតិខ្មែរខ្លះត្រពងបកសង្គ្រោះចៅដោយបំភ្លេចចោលប្រយោជន៍កម្ពុជានិងសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរព្រោះបកប្រជាជនកញ្ជះយួននិងបកសង្គ្រោះចោលគ្មាន
ចក្ខុវិស័យការពារប្រទេសកម្ពុជានិងសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរទេព្រោះគោលដៅនៃបកទាំងពីរខាងលើនេះគេអាចស្រោះស្រួលគ្នាសុំក្រឡុំនាំគ្នាបោះឆ្នោតក្នុងរបបរាជានិយមស៊ីប៉ែបំរើមហិច្ឆតាហ៊ុនសែនអាយ៉ងកញ្ជះយួនបំរើអាណានិគមយួនបំរើចក្រពត្តិសេដ្ឋកិច្ចចិនក្បត់ប្រជាជាតិខ្មែរបំភ្លេចការពារបូរណភាពទឹកដីដែលកម្ពុជាបាត់បង់ទៅយួនបាត់បង់កោះត្រល់ហើយកំពុងបោះបង់គោលព្រំដែនអយុត្តិធម៌បំរើអាណានិគមយួនដូច្នេះគឺបដិវត្តការឈូកដែលមានចក្ខុវិស័យច្បាស់លាស់ដើម្បីបំរើកម្ពុជាបំរើប្រជាជាតិខ្មែរជាមនុស្សជាតិគឺដេញអាណានិគមយួនដកគំនាបសេដ្ឋកិច្ចចិនបំរើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យដោយយកឆន្ទៈប្រជាជាតិខ្មែរជាធំគឺជាម្ចាស់អំណាចនៅកម្ពុជាជាម្ចាស់ប្រទេសព្រោះបដិវត្តការឈូកគេធ្វើជាមួយប្រជាជាតិខ្មែរធ្វើដោយប្រជាជាតិខ្មែរនិងដើម្បីបំរើប្រជាជាតិខ្មែររបបរាជានិយមទី1សីហនុនិងរបបរាជានិយមសីហមុនីទី2ពុំអាចដោះស្រាយវិបត្តិមហាភយន្តរាយកម្ពុជាឲ្យបានឯករាជ្យទេពុំអាចដោះស្រាយឲ្យប្រជាជាតិខ្មែរបានទទួលសិទ្ធិសេរីភាពទេបច្ចុប្បន្នគឺជារបបរាជានិយមស៊ីប៉ែដែលអាខ្វាក់ជនផ្ដាច់ការរបបផ្ដាច់ការសង្គមដេរិឆានចៅ500របស់វាឬសង្គមហ៊ុនសែនប៉ុលពតទី2បានប្រើរាជានិយមទី2នេះធ្វើជាច្រើនដើម្បីបំរើអាណានិគមយួនបំរើចក្រពត្តិសេដ្ឋកិច្ចចិនដូច្នេះខ្មែរត្រូវតែរំលាយរបបរាជានិយមទី2នេះទើបគេអាចរំលាយរបបអាខ្វាក់ហ៊ុនសែនកញ្ជះយួនកញ្ជះចិនបានបើពុំមានបដិវត្តការឈូកទេនោះអ្វីៗនឹងស្ថិតនៅក្នុងមហាភយន្តរាយជាសង្គមដេរិឆានចៅ500ដដែលដូច្នេះងើបធ្វើបដិវត្តការឈូកគឺជាករណីយកិច្ចនៃប្រជាជាតិខ្មែរទាំងមូលដែលគេជាមនុស្សជាតិដើម្បីទាមទារសិទ្ធិសេរីភាពអនុវត្តលទ្ធិប្រជាធិបតេយ្យព្រោះរបបខ្មែរក្រហមប៉ុលពតអុកក្រិតបាននាំគ្នាដេញរបបសាធារណរដ្ឋលន់នល់សេរីមតៈបានសម្រេចក៏ព្រោះតែមានឃាតករកុម្មុយនីសរាជានិយមសីហនុដែលបំភាន់មតិជាតិបំភាន់មតិអន្តរជាតិតែសីហនុបំរើមហិច្ឆតាម៉ៅសេតុងជួអនឡាយចិនកុម្មុយនីសបំរើមហិច្ឆតាហូជីមិញយួនកុម្មុយនីសដែលកុម្មុយនីសនៅអាស៊ីទាំងនេះគេគាំទ្រប៉ុលពតអៀងសារីខៀវសំផនជារបបប៉ុលពតទី1ហើយបន្ទាប់មកយួនហាណូយហូជីមិញគេគាំទ្ររបបប៉ុលពតទី2គឺរបបហ៊ុនសែនជាសឹមហេងសំរិនដែលសុកចិត្តធ្វើជាអាយ៉ងបំរើមហិច្ឆតាលាបទឹកដីកម្ពុជាចាប់ពីថ្ងៃ7មករា1979មកដូច្នេះរបបហ៊ុនសែនគឺជាកញ្ជះយួនហាណូយដែលបានប្រព្រឹត្តអំពើអុកក្រិតជាច្រើនដូចជាបានកាត់កោះត្រល់ឲ្យទៅយួនគូសព្រំប្រទល់ដែនកម្ពុជាយួនជាថ្មីឲ្យយួនចំណេញបំផ្លាញព្រៃឈើបំផ្លាញរ៉ែផ្ដាល់ដីសម្បត្តិរាប់ម៉ឺនសែនហិកតាឲ្យបរទេសយួនចិនរយៈពេល99ឆ្នាំជាបុព្វហេតុនាំឲ្យកម្ពុជានឹងទទួលគ្រោះមហន្តរាយក្នុងបូរណភាពទឹកដីកម្ពុជាហើយវាគ្រប់គ្រងកម្ពុជាជារបបផ្ដាច់ការគឺត្រួតត្រាសភាទាំងពីរត្រួតត្រាតុលាការត្រួតត្រាកងទ័ពប៉ូលីសនគរបាលកងរាជអាវុធហត្ថត្រួតត្រាសេដ្ឋកិច្ចទាំងមូលហើយកាប់បំផ្លាញធនធានកម្ពុជាជាព្រៃឈើជារ៉ែធ្វើឲ្យកម្ពុជាជំពាក់បំណុលបរទេសធ្ងន់ទៅជាពិសេសបំណុលចិនដែលអាខ្វាក់វាយកមកប្រើប្រាស់ស្លេចតែក្បាលចិត្តវាទីបំផុតវាបានផ្ដល់មូលដ្ឋានទ័ពឲ្យយួនឲ្យចិនដោយលួចលាក់នៅកម្ពុជាជាបញ្ចប់គឺអាខ្វាក់ហ៊ុនសែនវាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរចំណែកចក្រពត្តិសេដ្ឋកិច្ចចិនគេបានឆ្លៀតកេងប្រវ័ញ្ចសេដ្ឋកិច្ចគ្រប់វិស័យនៅកម្ពុជាដូចជាទេសចរណ៍ពាណិជ្ជកម្មកសិកម្មឧស្សាហកម្មដើម្បីចំណេញនយោបាយចំណេញយុទ្ធសាស្ត្រពង្រីកអំណាចនៅអាស៊ាននៅអាស៊ីនៅអឺរ៉ុបតាមការរំលោភបំផ្លាញសិទ្ធិសេរីភាពប្រជាជាតិខ្មែរធ្វើចរាចរណ៍គ្រឿងញៀនចរាចរណ៍មនុស្សចរាចរណ៍លាងលុយកខ្វក់
ចរាចរណ៍អាវុធហើយសម្រេចបានជាការបង្កើតមូលដ្ឋានទ័ពនៅតាមឆ្នេរសមុទ្រដែលពេលខ្លះក្រោមរូបភាពជាការពង្រីកទំនាក់ទំនងទេសចររវាងប្រទេសកម្ពុជានិងប្រទេសចិនដូច្នេះចិនពេលកាងគេពុំបានគោរពសិទ្ធិសេរីភាពប្រជាជាតិខ្មែរប្រទេសកម្ពុជាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប៉ារីស23 1991ទេក្នុងពេលជាមួយគ្នានេះអាណានិគមយួនបន្តបញ្ជូននិគមជនយួនចូលមកកម្ពុជាច្រើនឡើងរាប់សែនរាប់លានអ្នកឲ្យរស់តាមទន្លេមេគង្គរស់លើទន្លេសាបហើយបញ្ជូនឲ្យនិគមជនមករស់នៅលើដែនដីតាមការឧបត្ថម្ភពីរដ្ឋអំណាចកម្ពុជានៃអាខ្វាក់ហ៊ុនសែនយួនត្រួតត្រាកម្ពុជាបានដោយសារនយោបាយប្រមាត់ប្រមងជាជនជាតិខ្មែរឆ្នាំទសវត្ស60និងសម័យខ្មែរក្រហមសតវត្ស70ដើម្បីបញ្ជូនខ្មែរក្បាលយួនទាំងនេះមកគ្រប់គ្រងកម្ពុជាវិញคล้ายជាអ្នកធ្វើការក្នុងរដ្ឋបាលក្នុងកងទ័ពបលិសនគរបាលជាជំនាញការដូច្នេះយួនហាណូយត្រួតត្រាកម្ពុជាបច្ចុប្បន្ននៅក្នុងគ្រប់សរសៃសរសងនៃរដ្ឋអំណាចខ្មែរនេះហើយជាមហិច្ឆតានៃហូជីមិញយួនហាណូយត្រួតត្រាលើកម្ពុជាលាវក្នុងសហព័ន្ធឥណ្ឌូចិនដូច្នេះរបបផ្ដាច់ការអាខ្វាក់ហ៊ុនសែនប៉ុលពតទី2បច្ចុប្បន្នគឺជាអាយ៉ងយួនដាច់ថ្លៃអនុវត្តនយោបាយអាណានិគមយួនមកលើកម្ពុជាបានសម្រេចតាមការគ្រោងទុកប្រជាជាតិខ្មែរពុំអាចពឹងលើរបបអាខ្វាក់ផ្ដាច់ការនេះដើម្បីរំដោះកម្ពុជាបានឡើយហើយគេក៏ពុំអាចពឹងលើរាជានិយមទី2បច្ចុប្បន្នដែលជារាជានិយមស៊ីប៉ែព្រោះសៀមនីបានថ្លែងថាគេនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដូចឪពុករបស់គេគឺសៀនុពលគឺបំរើយួនបំរើចិនក្បត់ប្រជាជាតិខ្មែរតែធ្វើយ៉ាងណាដើម្បីរក្សារាជានិយមស៊ីប៉ែនេះនៅកម្ពុជាប្រជាជាតិខ្មែរគួរតែនាំគ្នាគិតពិចារណាឲ្យបានជ្រៅជ្រះថាហេតុអ្វីបានជាយួនចិនគេរំលាយរបបរាជានិយមរបស់គេអស់ហើយហេតុអ្វីបានជាយួនចិនបែរជាមកគ្រប់គ្រងរបបរាជានិយមខ្មែរនៅកម្ពុជាទៅវិញដូច្នេះប្រជាជាតិខ្មែរក៏ត្រូវតែពិចារណាលើសេចក្តីប្រកាសរបស់អាខ្វាក់ហ៊ុនសែនដែលប្រកាសទៅគិតម៉េងថាទោះជាម៉ែស្ដេចឬកូនស្ដេចក៏វាមិនខ្លាចដែររឿងអីក៏វាសុខចិត្តចាញ់ទង្វើគិតម៉េងនេះបានន័យថាអាខ្វាក់វាមើលងាយបុព្វសិទ្ធិស្ដេចនៅកម្ពុជានេះឆ្ងាយណាស់ហើយវាចោទគេចោទឯងក្រោយពីវាបញ្ជាឲ្យធ្វើច្បាប់ចាប់ប្រជាជាតិខ្មែរដាក់គុកពីរឿងប្រមាថស្ដេចសីហមុនីនេះដូចជាបច្ចុប្បន្នសមរង្ស៊ីបានទទួលការចោទប្រកាន់ថាប្រមាថចេស្តាស្ដេចសីហមុនីនេះពីរលើករួចមកហើយនេះយើងពុំទាន់គិតពីប្រជាជាតិខ្មែរដទៃទៀតដែលជាប់គុកដោយសារច្បាប់អយុត្តិធម៌បង្កើតឡើងដោយក្រុមអាខ្វាក់ហ៊ុនសែនដូច្នេះបដិវត្តការជោគត្រូវតែរំលាយរបបរាជានិយមទី2នេះឲ្យបានទេប្រជាជាតិខ្មែរអាចក្លាយជាមនុស្សជាតិព្រោះរាជានិយមទី2នេះគឺសៀនុសុនសានហ៊ុនសែនជាស៊ីមឡាដែលយល់ព្រមបង្កើតព្រោះជារបបដែលគ្រប់គ្រងយួនគ្រប់គ្រងចិនហើយដែលហ៊ុនសែនជាស៊ីមហេងសំរិនជាអាយ៉ងយួនអាយ៉ងចិនដូច្នេះការងើបធ្វើបដិវត្តការជោគប្រឆាំងរបបរាជានិយមទី1ទី2នេះគឺជាសិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរដើម្បីប្រជាជាតិខ្មែរក្លាយជាមនុស្សជាតិទទួលបានសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យដូចជាប្រទេសសេរីនានានៅក្នុងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិរីឯបកសង្គ្រោះចោលដែលការពាររាជានិយមទី2ចំពោះប្រជាជាតិខ្មែរគេរឹតតែគ្មានសមត្ថភាពរំដោះកម្ពុជានិងរំដោះប្រជាជាតិខ្មែរព្រោះគេរស់ក្រោមបារមីស្ដេចអាចឆ្កែទីងងដូច្នេះគេពុំមានអនុភាពរំលាយជនផ្ដាច់ការដែលត្រួតត្រាស្ដេចទីងងរាជានិយមទី2នេះទេមានតែបដិវត្តការឈប់គឺបំរាស់ជាមួយប្រជាជាតិខ្មែរដោយប្រជាជាតិខ្មែរចេញពីអាណានិគមយួនចេញពីគំនាបសម្ពាធចក្រពត្តិចិនដើម្បីរំដោះប្រជាជាតិខ្មែរស្របតាមកិច្ចព្រមព្រៀងប៉ារីស23 ដើម្បីផ្ដល់ឲ្យប្រជាជាតិខ្មែរនៅសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យព្រោះចក្ខុវិស័យនៃបដិវត្តការជោគគឺធ្វើជាមួយប្រជាជាតិខ្មែរធ្វើដោយប្រជាជាតិខ្មែរដើម្បីបម្រើប្រជាជាតិខ្មែរជាពិសេស
គឺដើម្បីបម្រើយុវជនខ្មែរជាកូនចៅរបស់គេជំនាន់ក្រោយជារួមគឺជាសកម្មភាពដ៏លំបាកមានឧបសគ្គច្រើនព្រោះប្រឆាំងនឹងអាណានិគមយួនប្រឆាំងនឹងចក្រពត្តិសេដ្ឋកិច្ចចិនប្រឆាំងនឹងអំណាចផ្ដាច់ការអាខ្វាក់អ៊ុនសែនប្រឆាំងនឹងរបបរាជានិយមស៊ីប៉ែដែលបំរើបរទេសក្បត់ប្រជាជាតិឯងហើយព្រោះប្រជាជាតិខ្មែរកំពុងរស់នៅក្នុងរបបផ្ដាច់ការសង្គមដេរឆានខ្វះមុខខ្វះក្រោយដូច្នេះគឺជាការលំបាកតែបើគេនាំគ្នារួបរวมគ្នាជាធ្លុងមួយក្នុងស្មារតីស្នេហាជាតិស្នេហាលទ្ធិប្រជាធិបតេយ្យក្នុងសភាវគតិជាមនុស្សជាតិសហការជាមួយអន្តរជាតិនោះប្រជាជាតិខ្មែរនឹងអាចសម្រេចបានអ្វីៗដែលគេចង់បានព្រោះបដិវត្តការឈូកនិងប្រជាជាតិខ្មែរគេឈរលើធម្មនុញ្ញអង្គការសហប្រជាជាតិឈរលើសេចក្តីថ្លែងការណ៍ជាសកលនៃសិទ្ធិមនុស្សតម្កល់នៅប្រទេសបារាំងឆ្នាំ1948ដូច្នេះដើម្បីសម្រេចគោលដៅនៃបដិវត្តការឈូកដើម្បីកសាងលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំស្របតាមកិច្ចព្រមព្រៀងប៉ារី23ដុល្លារ1991គឺមានតែសេចក្តីក្លាហានសហការជាមួយអន្តរជាតិតាំងខ្លួនជាប្រជាជាតិជាមនុស្សជាតិពុំសុខចិត្តរស់នៅជាសត្វដេរឆានក្នុងសង្គមដេរឆានរបបដេរឆានសង្គមចោរ500ត្រួតត្រាដោយជនផ្ដាច់ការនៃអាខ្វាក់ហ៊ុនសែនដូច្នេះសេចក្តីសង្ឃឹមនៃប្រជាជាតិខ្មែរជាមនុស្សជាតិនឹងអាចសម្រេចទៅដល់គោលដៅហើយអន្តរជាតិនឹងអាចជួយឲ្យប្រជាជាតិខ្មែរកសាងរបបនីតិរដ្ឋមួយបានដូចរបបសេរីនានានៅក្នុងពិភពលោកដូច្នេះប្រជាជាតិខ្មែរត្រូវតែសហការជាមួយសហរដ្ឋអាមេរិកអឺរ៉ុបជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីនូវែលសេឡង់ព្រោះនៅក្នុងពិភពលោកនេះរបបផ្ដាច់ការជនផ្ដាច់ការនឹងស្លាប់តែហោងម្ដងមួយគ្រប់ទិសទីដូចជានៅទូនីស៊ីនៅលីប៊ីនៅអ៊ីរ៉ាក់នៅរូម៉ានីហើយយើងនឹងឃើញប្រទេសនានាដទៃទៀតក្នុងលោកដូចជាអាល់ហ្សេរីដូចជាស៊ូដង់ដូចជាវេណេស៊ុយឡាដែលនឹងធ្វើដំណើរទៅរកសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យដូចកម្ពុជានិងប្រជាជាតិខ្មែរដែរដូច្នេះរំដោះកម្ពុជារំដោះប្រជាជាតិខ្មែរដើម្បីគេអាចអនុវត្តលទ្ធិប្រជាធិបតេយ្យទទួលបានសិទ្ធិសេរីភាពនិងអាចសម្រេចបានបើប្រជាជាតិខ្មែរគុំញញើតញញើមក្នុងការចូលរួមជាមួយបដិវត្តការឈូកតាមកម្លាំងកាយតាមកម្លាំងចិត្តតាមកម្លាំងប្រាជ្ញាតាមការបរិច្ចាគទ្រព្យធនតាមការបរិច្ចាគពេលវេលានាំគ្នាជួយគិតពិចារណារកវិធីផ្សេងថាតើខ្មែរទាំងអស់គ្នាត្រូវធ្វើយ៉ាងណាដើម្បីរំលំជនផ្ដាច់ការរំលំរបបផ្ដាច់ការជារបបកុម្មុយនីសកញ្ជះយួនកញ្ជះចិនជារបបរាជានិយមស៊ីប៉ែដើម្បីប្រជាជាតិខ្មែរឈ្នះដើម្បីគេអាចក្រេបរសជាតិសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យហើយមាតុភូមិកម្ពុជាទទួលបានឯករាជ្យបូរណភាពទឹកដីជាយុប្រជាជាតិខ្មែរដែលស្រឡាញ់សិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យជាមនុស្សជាតិជាយុបដិវត្តការឈូកជម្រាបលាបងប្អូនជនរួមជាតិដែលស្ដាប់បទឈូកបដិវត្តការឈូកទាំងក្នុងស្រុកទាំងក្រៅស្រុកសូមអរគុណ